បងប្អូនគ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube Live Chemistry នៅក្នុងវីដេអូមួយនេះយើងនឹងតពីចំណុចមុនយើងនឹងសិក្សាពីសមាសធាតុសរីរាង្គអាស៊ីតកាបូកស៊ីលិកនិងសាឡាយរបស់វាអញ្ចឹងអេស្ទែគឺស្ថិតនៅក្នុងសាឡាយនៃអាស៊ីតកាបូកស៊ីលិកតោះអញ្ចឹងយើងកុំឲ្យខាតពេលយូរដើម្បីឲ្យវីដេអូយើងកាន់តែខ្លីហើយក៏វាមិនសូវស្មុគស្មាញច្រើនដែរយើងនិយាយខ្លីដើម្បីបានទៅវីដេអូថ្មីទៀតតោះអញ្ចឹងអេស្ទែដូចគ្នាស្រដៀងគ្នាជាមួយនឹងអាស៊ីតកាបូកស៊ីលិកដែរគឺគេជំនួសអ៊ីត្រូសែនចេញតាមពិតទៅបើយើងនិយាយពីប្រតិកម្មពីចលនាការគឺជំនួសអ៊ីត្រូកស៊ីលចេញដាក់ O ហើយក្រុម A នេះចូលមកឬក៏យើងហៅបានថាជាជំនួសអាកុលចូលបង្កើតបានថាជាអេស្ទែគឺអេស្ទែគឺជាសមាសធាតុសរីរាង្គដែលយើងជួបញឹកញាប់ដែរតាមពិតទៅឬក៏យើងអត់សូវចាប់អារម្មណ៍ឬក៏ខ្ញុំអត់ដឹងដែរតែតាមពិតបើសិនជាបងប្អូនឃើញនៅឃើញ thumbnail អារូបនៅលើវីដេអូ YouTube ហ្នឹងគឺខ្ញុំដាក់ឲ្យវាតាក់ទាញបន្តិចអានេះគឺជាប្រភពរបស់ Ester ដែលយើងមិនសូវដែរចាប់អារម្មណ៍អញ្ចឹង Ester ជាសមាសធាតុកាបូនីលដែលជាទូទៅគឺយើងឃើញដែលយើងរៀនញឹកញាប់ជាងគេគឺនៅថ្នាក់ក្រោមអាសម័យកាលមួយនេះពួកយើងឃើញញឹកញាប់ជាងគេគឺអេទីលអេស្ទែគឺអេទីលអាសេតាតឬក៏អេទីលអេតាណូអាតពីអាតខាងចុងហ្នឹងគឺមានន័យថាអេស្ទែហើយដោយសារតែអាស៊ីតកាបូកស៊ីលិកហ្នឹងគឺជាអាស៊ីតខ្សោយហើយអេតាណុលហ្នឹងក៏វាដើរតួជានុយក្លេអូហ្វីលដើរតួជាបាសដែរប៉ុន្តែបាសមានលក្ខណៈខ្សោយដែរវាអត់ខ្លាំងទេអញ្ចឹងហើយវាត្រូវការកាតាលីករស៊ីតដើម្បីមកជួយជំរុញប្រតិកម្មឲ្យកើតមានប្រតិកម្មដំណាក់កាលដំបូងគេគឺរងប្រូតុងកម្មបើថាអុកស៊ីសែនរបស់កាបូនីលនេះវាមានទ្វេតាមួយគូពីរគូបងប្អូនអញ្ចឹងវាចាប់យកប្រូតុងពីអាស៊ីតមួយមកវាឡើងទៅជាវាឡើងទៅជាអូហើយអ៊ីត្រូសែនបន្ទប់បូកអញ្ចឹងវាឡើងទៅជាអុកសូញូមអញ្ចឹងបើវាឡើងទៅជាអុកសូញូមវាប្រតិកម្មភាពវាខ្លាំងជាងមុនវាខ្សត់អេឡិចត្រូនជាងមុនដោយសារតែអាអុកស៊ីសែននេះវាឡើងទៅជាបន្ទប់បូកចឹងវាទាញអេឡិចត្រូនកបោនឡើងទៅវាអាចមានប្រតិកម្មបានណាបើថាកបោននេះវាមានលក្ខណៈអេឡិត្រូហ្វីលខ្លាំងជាងមុនខ្លាំងជាងពេលដែលវាស្ថិតនៅទម្រង់ដើមអញ្ចឹងបាសខ្សោយឬក៏អេតាណុលនឹងអាចបញ្ចុះចូលបានទើបវាអាចកើតមានប្រតិកម្មបែបនេះណានេះចលនាការប្រតិកម្មតែឥឡូវនេះយើងមិនបាច់ខ្វល់ទេខ្ញុំគ្រាន់តែនិយាយបើកក្បាលឲ្យអ្នកទាំងអស់គ្នាជ្រាបជ្រួតជ្រាបបន្តិចចាស់ឬក៏រំលឹកឡើងមកវិញពីអ្វីដែលយើងបានរៀនពីថ្នាក់ក្រោមហើយថាវាកកើតដោយរបៀបណាអញ្ចឹងអេស្ទែយើងឃើញញឹកញាប់គួរសមដែរគឺយើងឃើញនៅក្នុងជាភាពជាអាស៊ីតខ្លាញ់នៅពេលណាដែលវាមានកបោនវែងហើយអាស៊ីតខ្លាញ់ណាហើយគេហៅវាថាជាអាស៊ីតខ្លាញ់ដែលវាಸಂយោគពីអាស៊ីតកាបូកស៊ីលិកនិងគ្លីសេរ៉ុលអញ្ចឹងបងប្អូនស្គាល់គ្លីសេរ៉ុលទេណាបងប្អូនអញ្ចឹងគ្លីសេរ៉ុលគឺវាមានអូចំនួនគឺស្មើជាសមាសធាតុសរីរាង្គដែលវាមានកបោនចំនួន3អូចំនួន3បើតាមខ្ញុំចាំគ្លីសេរ៉ុលហើយគ្លីសេរ៉ុលហ្នឹងគឺវាប្រតិកម្មជាមួយនឹងអាស៊ីតកាបូកស៊ីលិកក៏បានជាអាស៊ីតខ្លាញ់ដែលគេប្រើវានៅក្នុងសាប៊ូណាដែលគេប្រើវានៅក្នុងសាប៊ូឬក៏ដែលយើងឃើញនៅក្នុងធម្មជាតិដែលយើងឃើញនៅក្នុងធម្មជាតិហ្នឹងគឺមានន័យថាគឺវាស្ថិតនៅដែលវាស្ថិតនៅក្នុងទម្រង់ជា phospholipid ហ្នឹងគឺមានន័យថាគឺជាmolecule amphiphilic មានន័យថាគឺជាសមាសធាតុសរីរាង្គដែលមានផ្នែក polar និងផ្នែកមិន polar ផ្នែកកតុយគឺផ្នែកមិន polar អាក្បាលគឺផ្នែក polar ផ្នែកក្បាល polar ហ្នឹងគឺវាមានបណ្ដុំ phosphate មួយភ្ជាប់ជាមួយនឹងក្រុម Air ហើយ glycerol ណាភ្ជាប់ជាមួយនឹង glycerol នេះគឺកបោន3ហើយមានអ៊ីត្រូកស៊ីលចំនួន3ហ្នឹងហើយត្រូវហើយភ្ជាប់ជាមួយនឹងភ្ជាប់ជាមួយនឹងអាស៊ីតកាបូកស៊ីលិកណាភ្ជាប់ជាមួយនឹងអាស៊ីតកាបូកស៊ីលិកអញ្ចឹងជាទូទៅនៅក្នុងធម្មជាតិវាមានតាមពិត phospholipid ឬក៏ជា membrane ជាភ្នាសកោសិការបស់យើងតាមពិត phospholipid នេះគឺជាធាតុផ្សំនៃភ្នាសកោសិកា
គ្នាកោសិកាវាមានច្រើនប្រភេទច្រើនទម្រង់ច្រើនមែនតើតែខ្ញុំលើកឧទាហរណ៍មួយដែលយើងឃើញញឹកញាប់ជាងគេដែលវាមានវត្តមានច្រើនជាងគេវាស្ថិតនៅទម្រង់ជាកតុយ2វាមានកតុយ2ហើយខ្ញុំធ្វើ research ខាង artificial cell គឺខ្ញុំប្រើនេះច្រើនមែនតើគឺខ្ញុំប្រើច្រើនប្រភេទយកវាយកទៅធ្វើទៅជាបង្កើតបានទៅជាកោសិកាសិប្បនិមិត្តគឺយើងយក phospholipid molecule ដែលវាស្ថិតនៅក្នុងជា molecule សេរីវាអត់តន់ចងសម្ព័ន្ធវាអត់តន់ប្រមូលផ្ដុំកាត់ជាកោសិកាអញ្ចឹងយើងយកទៅធ្វើនៅក្នុងទីពិសោធន៍ដើម្បីបង្កើតបានជាកោសិកាសិប្បនិមិត្តអញ្ចឹងអាទម្រង់វានេះខ្ញុំស្គាល់ច្បាស់ហើយប្រតិកម្មបើយើងសិក្សាពីវាគឺយើងឃើញថាវាមានលក្ខណៈពិសេសមែនតើគឺអន្តរកម្មរវាងកតុយកតុយនិងកតុយហ្នឹងឬក៏កម្លាំងវណ្ណវរឬក៏កម្លាំងអន្តរកម្មរវាងផ្នែកកតុយហ្នឹងគឺវាខ្លាំងមែនតើហើយក្បាលនេះក៏វាមិនណយដែរគឺកម្លាំងអ៊ីយ៉ុងហើយនិងកម្លាំងឌីប៉ូលឬក៏ ion dipole គឺវាអាចបង្កើតបានទៅជាកោសិកាសិប្បនិមិត្តមានរាងជាស្វែនៅមិនថានៅក្នុងកោសិកាសិប្បនិមិត្តទេសូម្បីតែកោសិការបស់យើងក៏ចឹងដែរគឺវាកើតឡើងតាមរយៈ self assembly ដែលគេ propose តែគេស្នើគំនិតនឹងឡើងមកថាកោសិកាដំបូងបំផុតរបស់យើងហ្នឹងគឺវាកើតឡើងតាមរយៈការប្រមូលផ្ដុំដែលឯង self assembly បង្កើតបានទៅជាកោសិកាដែលមានរាងស្វែហើយអាចមានមានប្លុកឬក៏គេហៅថា compartment នៅខាងក្នុងកោសិការបស់យើងហ្នឹងហើយគឺវាមានលក្ខណៈរឹងមាំបើនៅក្នុងធម្មជាតិអញ្ចឹងមានន័យថាកម្លាំងអន្តរកម្មកម្លាំងផ្នែកមិនប៉ូលីហ្នឹងគឺវាមានកម្លាំងខ្លាំងគ្រប់គ្រាន់វាអាចទាញគ្នាហើយបង្កើតបានទៅជារាងស្វែដែលកោសិការបស់យើងនឹងថ្ងៃហ្នឹងអញ្ចឹងវីដេអូនេះគឺខ្លីទេខ្ញុំចង់ធ្វើឲ្យខ្លីៗមកបង្គំទីមួយវីដេអូមួយបង្គំទីមួយវីដេអូហើយខ្ញុំនឹងនិយាយឲ្យកាន់តែបាននិយាយឲ្យបានលម្អិតហើយផ្សារភ្ជាប់ជាមួយនឹងជីវៈដើម្បីយើងអាច apply គីមីសរីរាង្គចូលទៅក្នុងជីវៈបានជាពិសេសគឺគីមីជីវៈគោលដៅបន្ទាប់របស់ខ្ញុំក្រោយទៀតហ្នឹងគឺខ្ញុំនឹងធ្វើមេរៀនគីមីជីវៈឯងខ្ញុំគិតថាគីមីជីវៈវាមើលទៅវារៀងមានសារៈប្រយោជន៍ខ្លាំងដែរហើយវាផ្សារភ្ជាប់ខ្លាំងជាមួយនឹងគីមីសរីរាង្គអញ្ចឹងទៅខ្ញុំគិតថាគោលដៅបន្ទាប់គឺខ្ញុំនឹងធ្វើគីមីជីវៈហ្នឹងហើយអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេងាយស្រួលហើយចាំយើងជួបគ្នានៅចំណុចក្រោយទៀតគឺយើងនឹងនិយាយអំពីអាមីតនេះក៏សំខាន់ខ្លាំងដែរសំខាន់មហាសំខាន់ណាស់គឺជាសម្ព័ន្ធឬក៏ជាបង្គំឬក៏ជាសំណង់នៃជីវិតណាអញ្ចឹងចាំយើងជួបគ្នានៅមេរៀនអាមីតបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងបាយបងប្អូន